សូមជម្រាបសួរពុកម៉ែបងប្អូនបាទជាកសិករទំនងមានរបស់គ្នាបាទđây sọc tụcយ៉ាងណាដែរពុកម៉ែបងប្អូនបាទខានចេញវីដេអូមួយយាយបងប្អូនហើយខាងពុកម៉ែបងប្អូនបានបាទប្រមូលផលទំនងមីឆ្នាំចាស់រួចរាល់ហើយនៅបងប្អូនបាទចំណែកខាងខ្ញុំនៅឯពុកម៉ែបងប្អូនបាទឥឡូវនេះចាប់ដើមកាប់ដើមចងដើមបាទខាងខ្ញុំនៅខាងលងវែងឧត្តមមានជ័យបងប្អូនបាទហើយពុកម៉ែបងប្អូនវិញបាទប្រមូលផលដំឡូងរួចហើយនៅឬហើយក៏បាទទៅដល់ថ្មីបានដាំខ្លះហើយនៅបងប្អូនឬក៏ដាំរួចរាល់ហើយបងប្អូនបាទในខាងខ្ញុំបាទឆ្នាំនេះគឺយឺតជាងឆ្នាំរដងបាទគិតថ្ងៃទី9នេះគឺមិនទាន់រួចរាល់នៅឡើយទេបងប្អូនទេបាទចំណែកការដាំដុះនៅរដូវកាលថ្មីក៏ហាក់បីដូចជាមិនទាន់បានបញ្ចប់ឡើយបាទដោយសារតែមិនទាន់មានដីដាំបាទរវល់ដកបងប្អូនប៉ុន្តែដាំបានខ្លះហើយបងប្អូនបាទដាំបាន 4-5 ម៉ាត់ហើយប៉ុន្តែនៅសល់ដីមួយចំនួនទៀតបាទកំពុងតែដកបាទហើយឥឡូវនេះស្របពេលចូលដល់រដូវវស្សាបាទគឺថាការធ្វើថ្លុងក្រៀមហាក់បីដូចជាពិបាកបងប្អូនប៉ុន្តែនៅតែតស៊ូធ្វើដោយសារតែខាងខ្ញុំនេះទំលងមីស្រស់គឺបានតែ100ជាងតិចទេបងប្អូនបាទ110 120ទេចឹងទេតស៊ូធ្វើទំលងក្រៀមបាទទំលងក្រៀមអាចបាន550ទៅ560បងប្អូនបាទខាងខ្ញុំហើយចំពោះខាងបងប្អូនដែលបាទកំពុងតែដកឬក៏កំពុងតែធ្វើទំនងមីស្ងួតបាទនៅខាងពុកម៉ែបងប្អូនបានតម្លៃប៉ុន្មានដែរបងប្អូនបាទសម្រាប់ខាងខ្ញុំគិតត្រឹមថ្ងៃទី9 ខែបាទ5 ឆ្នាំ 2025ហ្នឹងគឺសម្រាប់ទំនងមីក្រៀមឬក៏ស្ងួតបាទបាន560បងប្អូនបាទខាងស្រុកលងវែងខេត្តឧត្តរមានជ័យបាទហើយឥឡូវនេះកំពុងតែកាប់ដើមបាទត្រៀមដកទៀតបងប្អូនហើយនៅតែធ្វើស្ងួតដដែលបាទដោយសារតែទំនងមីស្រស់ថោកពេកបាទហើយក៏សូមជម្រាបដល់បងប្អូនដែលត្រូវការបាទដើមពូជសម្រាប់ដាំនៅរដូវកាលថ្មីអីអាចចាក់ទងបានបាទខ្ញុំដើមបាទល្អបាទហើយទំនងគឺមានពូជបាទមួយហើយពូជ TM 325បងប្អូនត្រូវការអាចចាក់ទងបានបាទដើមល្អដើមកាប់ហើយក៏មាននិងដើមមិនទាន់កាប់ក៏មានដែរបងប្អូនបាទសម្រាប់ដើមមិនទាន់កាប់នឹងនៅសល់ខ្ទង់បែកជា3ហាត់ទៀតបងប្អូនសម្រាប់ពូជ81បាទហើយសម្រាប់ពូជគឺ325នៅសល់បែកជាខ្ទង់1ហាត់ជាងទៀតបងប្អូនបាទសម្រាប់បងប្អូនដែលនៅទីតាំងម្ដុំបាទស្រុកលងវែងខាងដង3បាទដង3បាទត្រូវការដើមឲ្យអាចចាក់ទងបានបងប្អូនបាទតម្លៃថ្លៃដើមនៅថ្មីដើមល្អវិញបងប្អូនបាទហើយសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនបាទចង់សួរទុកបងប្អូនកសិករមកមានទាំងអស់គ្នាហើយចង់ដឹងបាទតម្លៃខាងពុកម៉ែបងប្អូនបាទសម្រាប់ដំឡូងមីក្រៀមបានតម្លៃយ៉ាងណាដែរបាទដើម្បីដឹងអំពីតម្លៃទីផ្សារដំឡូងមីបាទហើយខាងខ្ញុំនេះបាន560បាទរៀលក្នុង1គីឡូសម្រាប់ដំឡូងមីស្រស់បាទអរគុណបងប្អូនវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណេះបងប្អូនបាទនៅវីដេអូក្រោយទៀតបាទ